Rương hên sói, rương prompt đi khật. Ai mình mến chưa rương,ត្រូវយកមកធ្វើជាគោលការណ៍ជីវិតតែពេលវាកើតឡើងហើយយើងត្រូវតែទទួលស្គាល់ហើយធ្វើដំណើរតទៅមុខអ្វីដែលទៀងទាត់គឺការទទួលស្គាល់នៅរឿងមិនទៀងទាត់ព្រមលិខិតជីវិតរបស់មនុស្សតែមានរឿងចៃដន្យមួយចំនួនដែលអ្នកវិទ្យាសាស្ត្រមិនអាចបកស្រាយបានអ្នកខ្លះកើតមកក្នុងត្រកូលអ្នកមានខ្លះក្រខ្លះមានរូបរាងអាក្រក់ខ្លះទៀតក៏ស្អាតខ្លះពេញលក្ខណៈខ្លះក៏ពិការអញ្ចឹងទៅម្យ៉ាងទៀតបើចង់និយាយពីរឿងយាយអូនឡើងចុះខ្លះប្រកបកិច្ចការបានសម្រេចខ្លះទៀតក៏លងចុងខ្លះមានគ្រោះអញ្ចេះអញ្ចោខ្លះក៏ប្រទះនឹងសំណាងអញ្ចេះអញ្ចោទៅតាមនឹងដែលប្រការទាំងអស់នេះប្រសិនបើយើងមិនសុខចិត្តក៏គ្មានលទ្ធភាពនឹងប្រឆាំងនឹងវាដែរកាលពីព្រេងនាយមានស្រុកដាច់ស្រយាលមួយដែលពុំសូវមានប្រជាជនរស់នៅច្រើនប៉ុន្មានទេទឹកដីរបស់ស្រុកនេះក៏មិនជាធំអ្វីដែរប៉ុន្តែប្រជារាស្ត្រគ្រប់គ្នាមានជីវភាពរស់នៅយ៉ាងសុខសប្បាយព្រោះពួកគេមានចៅហ្វាយស្រុកម្នាក់ដែលទោះបីជាគាត់មិនសូវចូលចិត្តធ្វើការងារអ្វីប៉ុន្មានតែមិនដល់ថ្នាក់ល្ងងមិនដឹងដប់អីនោះទេហើយព្រមទាំងមានទីប្រឹក្សាម្នាក់ដែលទោះបីជាគាត់មិនចង់ធ្វើជានាម៉ឺនប៉ុន្តែក៏អាចចាត់ទុកបានថាជាជំនួយការដ៏ឆ្នើមមួយរូបផងដែរលោកចៅហ្វាយស្រុកពុំមានចរិតនិស្ស័យអាក្រក់អ្វីទេការងារជាប្រចាំរបស់គាត់គឺដើរត្រួតពិនិត្យមើលការងាររាជការជាសម្ងាត់ជាមួយលោកទីប្រឹក្សាពិសេសនិងបន្ទាប់មកគឺការបបាញ់សត្វរីឯទីប្រឹក្សានោះក្រៅពីជួយចាត់ចែងការងារផ្នែកគ្រប់គ្រងហើយគាត់ក៏តែងដើរតាមលោកចៅហ្វាយស្រុកចេញទៅធ្វើការសង្កេតមើលតាមភូមិស្រុកផ្សេងៗឬក៏តាមទៅព្រៃដើម្បីបបបាញ់សត្វជាមួយគ្នាអញ្ចឹងទៅប៉ុន្តែលោកទីប្រឹក្សាគាត់មានចរិតខុសប្លែកពីលោកចៅហ្វាយស្រុកម្យ៉ាងត្រង់ថាបើមានពេលទំនេរគាត់ចូលចិត្តសិក្សាផ្នែកទស្សនវិជ្ជាគំនិតប្រាជ្ញាដើម្បីស្វែងយល់ពីសច្ចធម៌របស់ជីវិតឲ្យបានច្រើនបំផុតពាក្យសម្ដីមួយឃ្លាដែលគាត់និយាយរហូតតតែរត់មាត់ជាប្រចាំនោះគឺអ្វីគ្រប់យ៉ាងត្រូវព្រមលិខិតកំណត់រួចរាល់អស់ហើយថ្ងៃមួយលោកចៅហ្វាយស្រុកបានចេញទៅបបបាញ់សត្វដោយក្តីសប្បាយរីករាយក្រុមអ្នកហាយហោមបានយកឆ្កែប្រមាញ់10ក្បាលទៅជាមួយដែលមើលទៅប្រៀបដូចជាក្បួនប្រយុទ្ធមួយគួរឲ្យសម្បើមដូច្នោះដែរលោកចៅហ្វាយស្រុកជាមនុស្សចេះមើលថែទាំសុខភាពខ្លួនឯងបានយ៉ាងល្អប្រសើរទើបគាត់មានរាងកាយមាំមួនខ្លាំងក្លាពណ៌សម្បុរស្បែកឡើងស្រស់ថ្លាមើលទៅមានកម្លាំងកំហែងសង្ហាពោពេញដោយអំណាចខុសពីមនុស្សធម្មតាអ្នកហាយហោមខំតាមពិនិត្យសម្លឹងសរសើរពីកាយវិការដ៏ស្វាហាប់របស់លោកចៅហ្វាយដែលអង្គុយពីលើខ្នងសេះខណៈពេលកំពុងដេញតាមសត្វខ្លារខិនមួយក្បាលពួកគេលាន់មាត់ថាលោកចៅហ្វាយស្រុកពិតជាអង្អាចអស្ចារ្យមែនមិនងាយរកនរណាមកប្រៀបនឹងគាត់បានឡើយខ្លារខិនដែលលោកមេស្រុកកំពុងតែដេញតាមយ៉ាងប្រកិតនោះបានខំប្រឹងបោលកិច្ចយ៉ាងអស់ពីសមត្ថភាពចំណែកលោកចៅហ្វាយស្រុកក៏មិនព្រមបង្អង់ល្បឿនសេះដែររហូតដល់ខ្លាចាប់ផ្ដើមស្បើយកម្លាំងល្បឿនរបស់វាក៏ចាប់ផ្ដើមយឺតបន្តិចម្ដងលោកចៅហ្វាយស្រុកក៏ចាប់លើកធ្នូឡើងហើយយិតតម្រង់ទៅរកខ្លារួចប្រឡែងឮសូរខ្វាប់ផ្លែធ្នូដ៏មុតស្រួចបានហោះពុះជ្រែកលំហតែមួយប្រព្រឹត្តភ្នែកក៏ចាក់ទម្លុះយ៉ាងជ្រៅទៅក្នុងករបស់ខ្លាត្រូវព្រួញស្រែកលាន់ក្រលួចដោយក្តីឈឺចាប់ហើយដួលក្រឹបទៅនឹងដីលោកចៅហ្វាយស្រុកសប្បាយចិត្តឥតឧបមាឃើញខ្លាដេកដួលនៅនឹងដីអស់មួយសន្ទុះគ្មានកម្រើកអ្វីបន្តិចភ្លេចគិតថាក្រុមអ្នកហាយហោមមិនទាន់មកដល់នៅឡើយគាត់ក៏ចិត្តស្លុយចុះពីលើខ្នងសេះដើរសំដៅទៅមើលខ្លាគាត់មិនស្មានថាខ្លានៅរស់នោះទេមានឯណាគ្រាន់តែដើរទៅក្បែរស្រាប់តែខ្លាបានស្ទុះមួយទំហឹងចុងក្រោយប្រើកម្លាំងដែលសេះសល់ទាំងប៉ុន្មានវាយបកសង្គ្រោះទៅលើលោកចៅហ្វាយស្រុក
ភ្ញាក់ដូចធ្លាក់ពីលើមេឃគាត់ភ័យញ័រខ្លួនចំព្រំបែកញើសចូលថ្ងាសបើកភ្នែកធំសម្លឹងទៅមើលខ្លាទល់ច្រកដែលកំពុងបញ្ចេញចំគោមមករកគាត់ទទួលអារម្មណ៍ថាអញអស់ផ្លូវកាយហើយពេលនេះមិនដឹងកិច្ចទៅតាមច្រកណាទេប៉ុន្តែសំណាងល្អអ្នកហែហមតាមបានមកដល់ទាន់ហើយនាំគ្នាប្រញាប់បាញ់ព្រួញសម្ដៅទៅខ្លាលោកចៅវាយស្រុកទទួលអារម្មណ៍ថាមានការឈឺចាប់ត្រង់ម្រាមដៃប៉ុន្តែគាត់មិនបានយកចិត្តទុកដាក់អ្វីទេផ្នែករបស់គាត់សម្លឹងមើលទៅខ្លាដែលដួលប្រកាច់នៅនឹងដីរហូតទាល់តែវាដាច់ដង្ហើមលែងកម្រើកគាត់ក៏មានប្រសាសន៍តិចថាម្ដងនេះឯងពិតជាអស់រិទ្ធមែនតែនហើយក្រុមបរិវារបានប្រញាប់ចូលមករកមើលថាតើមេរបស់ខ្លួនមានរបួសត្រង់ណាខ្លះដែរឬទេទាល់តែអស់ភ័យមែនតែនទើបលោកនាយក្រឡេកភ្នែកមកមើលត្រង់កន្លែងឈឺឃើញថាកូនដៃរបស់ខ្លួនត្រូវខ្លាកាំដាច់អស់មួយកំណាត់ទៅហើយឈាមកំពុងហូរសស្រាក់គ្រូពេទ្យដែលហែហមមកជាមួយដែរនោះបានប្រញាប់ចូលមកលាងរបួសឲ្យទោះបីជាការឈឺចាប់មិនចាត់ទុកថាធ្ងន់ធ្ងរធំដុំណាស់ណាក៏ដោយពេលនេះលោកចៅវាយស្រុកក៏សើចលេងសមតទៅទៀតដែរគាត់រកនឹកថានឹងរកនរណាម្នាក់មកស្ដីបន្ទោសឲ្យបានធូរអារម្មណ៍បន្តិចប៉ុន្តែគិតចុះគិតឡើងទៅរឿងនេះត្រូវបន្ទោសខ្លួនឯងដែលប្រហើនជ្រុលតើចង់ទៅទម្លាក់កំហុសលើអ្នកដទៃមិនកើតហេតុនេះគាត់បានត្រឹមតែលះអារម្មណ៍មួម៉ងមិននិយាយស្ដីអ្វីទាំងអស់ហើយបញ្ជាក្បួនប្រមាញ់ត្រឡប់ក្រោយពីត្រឡប់មកដល់ទីប្រជុំជនលោកចៅវាយស្រុកគិតហើយគិតទៀតនៅតែមិនអស់ចិត្តទើបបញ្ជាគេទៅតាមហៅលោកទីប្រឹក្សាឲ្យមកផឹកស៊ីកំដរដើម្បីបន្ធូរបន្ថយអារម្មណ៍មួម៉ងក្រោយពីបានស្ដាប់រឿងរ៉ាវដែលលោកចៅវាយស្រុករៀបរាប់ឲ្យស្ដាប់រួចមកលោកទីប្រឹក្សាក៏សូមលើកពេងស្រាផឹកជូនលោកចៅវាយស្រុកដោយទឹកមុខញញឹមរួចនិយាយថាលោកចៅវាយស្រុកជាទីគោរពបាត់សាច់មួយដុំតូចវាប្រសើរជាងបាត់បង់ជីវិតច្រើនណាស់សូមកុំគិតច្រើនពេកអ្វីគ្រប់យ៉ាងត្រូវបានព្រំលិខិតកំណត់រួចរាល់អស់ហើយគ្រាន់តែឮប្រយោគនេះភ្លាមភាពមួម៉ងត្រូវបានកំទុកបន្លាស់ថ្ងៃមកនេះក៏រកឃើញកន្លែងបញ្ចេញរបស់ខ្លួនភ្លាមដែរលោកចៅវាយស្រុកសំឡងមើលមុខលោកទីប្រឹក្សារួចកំហុសឲ្យថាអីក៏ប្រហើនសម្បើម្លេះឯងគិតស្មានថាអ្វីគ្រប់យ៉ាងដែលកើតឡើងមកនេះសុទ្ធតែជាព្រំលិខិតកំណត់មកអញ្ចឹងឬលោកទីប្រឹក្សាដឹងថាលោកចៅវាយស្រុកកំពុងខឹងខ្លាំងណាស់ប៉ុន្តែគេបែរជានិយាយបន្តធ្វើដូចជាមិនចាប់អារម្មណ៍នឹងរឿងអ្វីសោះថាលោកចៅវាយស្រុកជាទីគោរពនេះជាការពិតប្រសិនបើយើងអាចរស់នៅបានខ្ពង់ខ្ពស់ផុតពីលទ្ធភាពនៃការបានឬការបាត់បង់ពីជោគជ័យឬបរាជ័យបានត្រឹមមួយរយៈនិងសម្លឹងមើលអ្វីគ្រប់យ៉ាងតាមសភាពពិតនោះយើងនឹងសង្កេតឃើញថាអ្វីគ្រប់យ៉ាងដែលកើតឡើងវាមានដំណើរទៅតាមរឿងដ៏សមរម្យរបស់វាណាស់ទៅហើយលោកចៅវាយស្រុកក៏បកបញ្ច្រាស់មកវិញទាំងកំហឹងថាបើអញ្ចឹងប្រសិនបើយើងយកអ្នកឯងទៅឃុំឃាំងនៅក្នុងគុកវាក៏ជារឿងដែលព្រំលិខិតកំណត់មកយ៉ាងសមរម្យដែរមែនឬទេលោកទីប្រឹក្សាធ្វើមុខញញឹមរួចនិយាយដោយពុំមានខ្លាចរអាថាបើសិនជាវាត្រូវតែអញ្ចឹងខ្ញុំក៏ជឿថាវាស័ក្តិសមដែរហើយលោកចៅវាយស្រុកកាន់តែឆេះដុំខ្លាំងឡើងរួចគាត់ស្រែកខ្លាំងហៅទាហាន2នាក់ឲ្យចេញមកឈរនៅចំពោះមុខហើយបញ្ជាថាពួកឯងឆាប់នាំលោកទីប្រឹក្សាទៅកាត់ក្បាលចោលភ្លាមពួកទាហាននៅឈរត្រឹងទាំងទើសទាល់ក្នុងចិត្តមិនដឹងថាតើខ្លួនគួរធ្វើយ៉ាងណាឲ្យសមលោកចៅវាយស្រុកក៏ស្រែកកំហុសម្ដងទៀតពួកឯងនៅរេរាដល់ណាទៀតចង់កំបត់ក្បាលខ្លួនឯងឬក៏យ៉ាងម៉េចក៏មិនប្រញាប់នាំគេចេញទៅទាហានទាំងពីរក៏ចូលមកចាប់ខ្លួនលោកទីប្រឹក្សានាំចេញទៅខាងក្រៅទៅមួយរំពេចនោះស្រាប់តែលោកចៅវាយស្រុកគាត់នឹកឃើញស្ដាយក្រោយហើយក៏ស្រែកប្រាប់ម្ដងទៀតថាជប់សិនគ្រាន់តែយកគេទៅឃុំឃាំងសិនបានហើយលោកទីប្រឹក្សាងាកមុខមកញញឹមដាក់ព្រមទាំងនិយាយថានេះ
ក៏ជារឿងដែលស័ក្តិសមបំផុតអញ្ចឹងដែរលោកចៅវាយស្រុកក៏បកដៃទៅឲ្យទាហានឆាប់នាំខ្លួនគាត់ចេញទៅដើម្បីកុំឲ្យលោកទីប្រឹក្សានោះនៅនិយាយសាំញ៉ែដាក់ខ្លួនយូរពេកកន្លងទៅមួយខែមុខរបួសចៅវាយស្រុកក៏បានជាសះស្បើយឡើងវិញលោកចៅវាយស្រុកគិតចង់ចេញដើរត្រួតពិនិត្យមើលកិច្ចការរាជការជាសម្ងាត់ទៅតាមទម្លាប់គាត់ចង់ហៅលោកទីប្រឹក្សាឲ្យទៅជាមួយប៉ុន្តែដល់ពេលនឹកឃើញថាខ្លួនជាអ្នកបញ្ជាឲ្យគេដាក់គុកលោកទីប្រឹក្សាហើយសុកបែរជានឹកចង់ដោះលែងស្រេចតែនឹងចិត្តវាដូចជាមិនសមដូច្នេះគាត់បានត្រឹមតែដកដង្ហើមធំហើយសម្រេចចិត្តចេញទៅត្រួតការងារតែម្នាក់ឯងទៅនៅពេលធ្វើដំណើរកាត់តាមព្រៃដាច់ស្រយាលមួយស្រាប់តែមានក្រុមមនុស្សព្រៃដែលលាបមុខពណ៌លឿងក្រហមមួយក្រុមរត់ចុះពីលើភ្នំសំដៅមកចាប់ខ្លួនលោកចៅវាយស្រុកចងដៃក្រពាត់ទៅក្រោយហើយនាំខ្លួនគាត់ឡើងទៅកាន់ជំរំពួកវានៅលើភ្នំដល់ពេលនេះទើបលោកចៅវាយស្រុកនឹកឃើញថាថ្ងៃនេះជាថ្ងៃពេញបរមីពួកកុលសម្ព័ន្ធនៅតំបន់នេះតែងចុះពីលើភ្នំមកចាប់មនុស្សយកទៅបូជាយញ្ញថ្វាយព្រះអាទិទេពព្រះច័ន្ទពេលនេះលោកចៅវាយស្រុកដកដង្ហើមធំដោយក្តីអស់សង្ឃឹមគាត់នឹកក្នុងចិត្តថាលើកនេះលែងមានអ្នកណាមកជួយបានទៀតហើយបើទោះបីជាចង់ប្រាប់ពួកមនុស្សព្រៃថាយើងជាចៅវាយស្រុកបើពួកឯងព្រមដោះលែងយើងនឹងយកទ្រព្យសម្បត្តិកែវកងមកប្រគល់ឲ្យពួកឯងយ៉ាងពេញចិត្តតែគាត់មិនអាចនិយាយកើតព្រោះត្រូវចងមាត់ចិត្តឈឹងសំបីតែដង្ហើមដកសឹងតែដកមិនរួចផងកុំថាឡើយដល់និយាយគាត់បានត្រឹមតែដឹងថាខ្លួនត្រូវគេនាំយកទៅកន្លែងដែលមានផ្ទះធំជាងខ្លួនមនុស្សហើយនៅពីក្រោមផ្ទះមានភ្លើងកំពុងឆេះសន្ធោសន្ធៅមុខគាត់ឡើងស្លេកគ្មានឈាមមួយដំណក់ពេលនោះគ្រូសិលជាអ្នកធ្វើពិធីបានចេញដើរសំដៅមករកលោកចៅវាយស្រុកហើយដោះសម្លៀកបំពាក់របស់គាត់ចេញនៅចំពោះមុខមនុស្សម្នាបានឃើញសាច់ស្បែកពណ៌សម្បុរសស្គល់រហូតលាន់មាត់ថាថ្ងៃនេះយើងស្មានមិនដល់ថាពួកឯងរកបានគ្រឿងដង្វាយដ៏ត្រលុកត្រលន់នៅក្នុងព្រៃបែបនេះសោះចំជាសំណាងមែនតាមពិតអាទិទេពដែលពួកគេធ្វើពិធីសែនដង្វាយនៅថ្ងៃនេះជាអាទិទេពតំណាងភាពល្អឥតខ្ចោះដោយហេតុនេះមនុស្សដែលត្រូវគេនាំយកមកបូជាបើក៏ក្រិចក៏គ្រោះខ្មៅក្រញ៉េះទៀបពន្ទឿក៏មិនជាអ្វីដែរប៉ុន្តែបើអវយវៈមិនគ្រប់ទាំង32មុខគឺមិនបានជាដាច់ខាតនៅពេលនោះគ្រូសិលស្រាប់តែក្រឡេកឃើញថាកូនដៃស្ដាំរបស់លោកចៅវាយស្រុកដាច់អស់ពាក់កណ្ដាលទៅហើយគាត់ពោះចិត្តក្រវីក្បាលបញ្ជាថាយកអាអត់បានការនេះចេញទៅរកមនុស្សថ្មីមកជំនួសវិញពេលត្រូវគេដោះលែងឲ្យមានសេរីភាពលោកចៅវាយស្រុកសប្បាយចិត្តរកអ្វីប្រៀបមិនបានគាត់ប្រញាប់ត្រឡប់ទៅទីក្រុងវិញភ្លាមជាបន្ទាន់ទាំងអក៏ខេបក៏ខំហើយក៏បញ្ជាឲ្យទាហានឆាប់ទៅដោះលែងលោកទីប្រឹក្សាចេញពីមន្ទីរឃុំឃាំងរួចក៏ឲ្យគេចាត់ចែងរៀបចំពិធីជប់លៀងអបអរសាទរដែលខ្លួនបានរួចជីវិតហើយក៏ជាការអបអរដល់លោកទីប្រឹក្សាដែលបានទទួលឥស្សរភាពផងដែរលោកចៅវាយស្រុកបានលើកពេងស្រាមកជួលជាមួយលោកទីប្រឹក្សារួចនិយាយដោយភ្លេចអ្វីពីមុនអស់រលីងថាអ្វីដែលលោកបាននិយាយគ្មានខុសទាល់តែសោះគ្រប់យ៉ាងដែលកើតឡើងត្រូវព្រមលិខិតកំណត់មកយ៉ាងត្រឹមត្រូវរបស់វាពិតមែនបើគុំតែយើងត្រូវខ្លាខាំដាច់ម្រាមដៃយើងនឹងគ្មានជីវិតដល់ថ្ងៃនេះទេលោកទីប្រឹក្សាបានលើកពេងស្រាជួលជាមួយចៅវាយស្រុកគាត់ញញឹមហើយនិយាយថាសូមចូលរួមត្រេកអរផងលោកចៅវាយស្រុកទទួលបានបទពិសោធន៍ជីវិតថែមមួយកម្រិតទៀតហើយពេលផឹកស៊ីសប្បាយអស់មួយរយៈស្រាប់តែលោកចៅវាយស្រុកនឹកឃើញសួរទៅលោកទីប្រឹក្សាថាយើងទៅចុះវាមានសំណាងដែលបានរួចផុតជីវិតមកដែលចាត់ទុកថាជារឿងដ៏ស័ក្តិសមបំផុត
ប៉ុន្តែចោលខ្លួនលោកវិញនៅសុកស្រាប់តែត្រូវគេចាប់យកទៅដាក់គុកអស់មួយខែពេញតើរឿងនេះលោកគិតថាវាស័ក្តិសមបែបណាទៅវិញលោកទីប្រឹក្សាលើកពេងស្រាក្រេបយឺតរួចឆ្លើយតបទៅវិញថាលោកម្ចាស់ការដែលលោកម្ចាស់បញ្ជាឲ្យគេនាំយកខ្ញុំទៅឃុំឃាំងនៅក្នុងគុកក៏ជារឿងដែលព្រហ្មលិខិតកំណត់ទុកយ៉ាងសមរម្យដែរលោកម្ចាស់គិតទៅមើលបើសិនជាខ្ញុំមិនជាប់ឃុំឃាំងនៅក្នុងគុកទេតើនរណានឹងចេញទៅតាមកំដរលោកម្ចាស់ក្នុងពេលនោះហើយនៅពេលដែលមនុស្សព្រៃរកឃើញថាលោកម្ចាស់មិនគ្រប់លក្ខណៈសម្រាប់ជាដង្វាយរបស់អាទិទេពនោះទេអញ្ចឹងតើនរណាទៅជាអ្នកដែលត្រូវគេបោះចូលក្នុងផ្ទះភ្លើងនោះបើមិនមែនជាខ្ញុំតើជានរណាទៅវិញហេតុនេះខ្ញុំត្រូវដឹងគុណដល់លោកម្ចាស់ដែលបានបញ្ជាឲ្យគេឃុំឃាំងខ្ញុំនៅក្នុងគុកលោកម្ចាស់ជាអ្នកជួយជីវិតខ្ញុំដូចគ្នាដែរទេតើបើនិយាយឲ្យខ្លីអ្វីត្បិតតែយើងកើតមកជាមនុស្សដូចគ្នាតែអាចនឹងមានអ្វីជាច្រើនដែលមិនដូចគ្នាដោយដែលយើងលើកឧទាហរណ៍ខាងលើប៉ុន្តែដោយទូទៅកម្រមានអ្នកណាដែលល្អឥតខ្ចោះគ្រប់យ៉ាងណាស់សូម្បីតែសេដ្ឋីក៏នៅខ្វះអំបែងហេតុនេះអ្វីដែលយើងម្នាក់អាចមានដូចគ្នាគឺការទទួលស្គាល់ថារឿងនឹងគឺវាអញ្ចឹងវាលវដ្តសង្សារគឺការវិលចុះវិលឡើងដោយកង់រទេះពីទាបទៅខ្ពស់ពីក្រោមឡើងទៅលើពីល្អទៅអាក្រក់រឿងខ្លះគិតថាល្អវាបែរជាមកអាក្រក់ឯរឿងខ្លះទៀតគិតថាស្លាប់បែរជារស់រឿងនឹងគឺវាអញ្ចឹងលុះត្រាតែយើងទទួលស្គាល់ថាវាអាចអញ្ចឹងទើបយើងអាចទទួលយកវាដោយស្ងប់ចិត្តហើយពុំមែនសំដៅការចាំត្រង់តែរឿងល្អដូចជាលោកទីប្រឹក្សាដែលជាប់គុកឬដូចជាវាយស្រុកបានរស់ជីវិតដោយខ្លាកម្មដៃហើយបែរជាល្អឡើងវិញនោះទេយើងត្រូវមានទម្លាប់ត្រៀមចិត្តគំនិតទុកជាមុនថាមិនថាជារឿងល្អឬអាក្រក់អ្វីក៏អាចកើតឡើងបានដែរអ្វីត្បិតតែផ្នែកចិត្តវិជ្ជាវិជ្ជមានគេឲ្យយើងរំពឹងតែទៅលើរឿងល្អដើម្បីឲ្យជីវិតជួបនឹងរឿងល្អតែយើងក៏ត្រូវតែទទួលស្គាល់នៅអ្វីដែលហៅថាអនិច្ចំផងដែរសម្រាប់ឲ្យយើងមានលំនឹងខាងផ្នែកចិត្តដែលថាទោះជាជួបរឿងអាក្រក់ក៏យើងមិនគួរសន្និដ្ឋានថាវាអាក្រក់ជារៀងរហូតហើយទោះជាជួបរឿងល្អក៏យើងមិនត្រូវបណ្ដោយឲ្យលងខ្លួនឬភ្លេចខ្លួនថាវាចេះតែល្អអញ្ចឹងរហូតទៅដែរគួរតែមានសតិជាប្រចាំថាភាពទៀងទាត់គឺការទទួលស្គាល់នៅអ្វីដែលមិនទៀងទាត់នោះឯង